រឿងក្អែកល្មមស៊ីកាលពីយូរលង់ណាស់មកហើយនៅនគរមួយមានព្រាបមួយក្បាលហើរទៅទុំនៅលើសម្យាផ្ទះលោកសេដ្ឋីរាល់ថ្ងៃដោយសារលោកសេដ្ឋីជាមនុស្សចិត្តល្អមេត្តាក៏បញ្ជាឲ្យចុងភៅយកកន្ត្រកទៅព្យួរនឹងដើមឈើក្បែរផ្ទះបាយធ្វើជាសម្បុកឲ្យព្រាបរស់នៅព្រាបត្រេកអរខ្លាំងណាស់ដែលមានផ្ទះថ្មីហើយស្អាតរាល់ពេលព្រលឹមព្រាបតែងតែចិនទៅរកចំណីលុះល្ងាចទើបត្រឡប់មករកសម្បុករបស់ខ្លួនវិញព្រាបបានរស់នៅក្នុងផ្ទះរបស់លោកសេដ្ឋីយ៉ាងមានសេចក្តីសុខអស់រយៈពេលជាច្រើនឆ្នាំថ្ងៃមួយមានក្អែកធំមួយហើរមកទុំនឹងមែកឈើក្បែរផ្ទះបាយឃើញត្រីនិងសត្វគួរឲ្យចង់ស៊ីក៏ស្រក់ទឹកមាត់អូហូផ្ទះនេះមានចំណីឆ្ងាញ់គួរឲ្យចង់ឆីណាស់ហើយក្អែកកំហូតក៏គិតឧបាយកលរកវិធីឲ្យបានស៊ីចំណីក្នុងផ្ទះបាយរាល់ថ្ងៃវាសុំធ្វើជាមិត្តរបស់ព្រាបឃើញក្អែកនិយាយស្ដីពីរោះពិសាកាយវិការសុភាពរាបសារក៏ចាញ់កលព្រមយកក្អែកធ្វើជាមិត្តចាប់ពីថ្ងៃនោះមកព្រាបនិងក្អែកក៏คล้ายជាមិត្តល្អនឹងគ្នាពួកវាហើរចេញទៅរកចំណីជាមួយគ្នាជារៀងរាល់ព្រឹកព្រាបស៊ីក្របធញ្ញជាតិជាអាហារចំណែកក្អែកចូលចិត្តសាច់តែក៏ត្រូវធ្វើពុតជាស៊ីក្របធញ្ញជាតិដែរតែពេលព្រាបភ្លេចខ្លួនក៏លួចចឹកសត្វល្អិតស៊ីយ៉ាងឆ្ងាញ់មាត់ចុងភៅនឹងផ្ទះលោកសេដ្ឋីសង្កេតឃើញព្រាបនិងក្អែកតែងតែហើរជាមួយគ្នាក៏គិតថាព្រាបបបួលមិត្តមកនៅជាមួយទើបរកកន្ត្រកទៅព្យួរឲ្យក្អែកមួយដែរក្អែកប្រាប់ព្រាបថាល្អដល់ហើយដែលយើងបាំងនៅចិត្តគ្នាខ្ញុំនឹងមើលថែឯងព្រាបអរគុណដែលមិនដឹងទេថានោះគឺជាផែនការអាក្រក់របស់ក្អែកព្រឹកថ្ងៃមួយមានគេយកត្រីយកសត្វមកជូនលោកសេដ្ឋីក្អែកកំហូតឃើញហើយក៏ស្រក់ទឹកមាត់ទើបគិតឧបាយកលធ្វើពុតជាឈឺដេកសំមនៅក្នុងសម្បុកព្រាបបបួលក្អែកទៅរកចំណីដោយទម្លាប់តែក្អែកតបដោយសំឡេងល្វើយថាថ្ងៃនេះខ្ញុំឈឺពោះឯងទៅម្នាក់ឯងចុះព្រាបដឹងភ្លាមថាតាមធម្មតាពោះក្អែកមិនធ្លាប់ឈឺទេវាអាចស៊ីបានគ្រប់ពេលនេះប្រហែលជាចង់ស៊ីអាហារក្នុងផ្ទះបាយជាមិនខានទើបដាក់ទឿនថាចំណីរបស់មនុស្សគឺជារបស់ដែលឯងមិនគួរស៊ីកុំធ្វើបែបនេះទៅរកចំណីជាមួយខ្ញុំទៅមិនចឹងនឹងទទួលផលពីទង្វើរបស់ខ្លួនកុំប្រមាថឲ្យសោះពេលព្រាបហើរជិនបាត់ក្អែកក៏ទៅតេះស្លាបផ្សាយក្អាតក្អាយអាល្ងងសុទ្ធតែជារបស់ឆ្ងាញ់បែរជាមើលរំលងអញនឹងស៊ីឲ្យប៉ោងពោះហាហាហាពេលដែលមេជុងផៅមិននៅក្អែកកំហូចក៏ហើរចូលទៅក្នុងផ្ទះបាយហើយលួចស៊ីសាច់ដោយភាពស្រែកឃ្លានទាល់តែអស់ពីចានក្អែកល្មមស៊ីអាហារទាល់តែឆ្អែតប៉ោងពោះថែមទាំងចង់ពាមត្រីធំទៅទុកស៊ីក្នុងសម្បុកទៀតផងភ្លាមនោះមេចុងភៅក៏ចូលមកដល់ល្មមគាត់ដេញចាប់ក្អែកកំហូចបានយឺអញខំរកសម្បុកឲ្យវានៅតែការពិតវាចង់មកលួចស៊ីអាហារនៅទីនេះស៊ីសោះចុងភៅខឹងខ្លាំងណាស់បានបើករោមក្អែកទាល់តែអស់បន្ទាប់មកក៏បុកខ្ញីងនិងអំបិលលាបទាល់តែសពលើខ្លួនវាហើយក៏ចាប់វាបោះចូលទៅក្នុងកន្ត្រកដែលជាសម្បុករបស់វាវិញពេលល្ងាចព្រាបក៏ត្រឡប់មកវិញឮសំឡេងក្អែកស្រែកធ្ងួយដោយការឈឺចាប់នៅក្នុងសម្បុកក៏និយាយថាឯងមិនស្ដាប់សម្ដីខ្ញុំអាស្រ័យភាពលោភលន់របស់ឯងជាហេតុទើបឯងជួបទុក្ខធំបែបនេះហើយព្រាបក៏សម្រេចចិត្តហើរទៅរកកន្លែងនៅថ្មីដោយមិនត្រឡប់មកវិញទៀតទុកឲ្យក្អែកដេកឈឺនៅក្នុងសម្បុកពេលក្អែកចេញទៅរកចំណីមិនបាន
ចុងក្រោយក៏ទ្រឹអត់ឃ្លានមកនៅក្នុងសម្បុកនោះទៅសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀត